ផ្លូវត្រូវនឹងវានៅតែមានផ្លូវអរិយមគ្គអង្គ8នៅតែមានខ្ញុំកណាពិតជាអរព្រះគុណដល់ព្រះអង្គម្ចាស់គ្រូជាអណែតខ្ញុំកណាធ្លាប់បានបញ្ចប់វគ្គ7ថ្ងៃជាមួយនឹងព្រះអង្គម្ចាស់គ្រូហើយខ្ញុំកណាក៏ត្រឡប់មកដល់ផ្ទះវិញខ្ញុំកណាក៏បានបដិបត្តិរំលឹកមេរៀនជារៀងរាល់ថ្ងៃហើយខ្ញុំកណាក៏បានដឹងរូបខ្ញុំកណាក៏បានដឹងនៅនាមហើយកំណត់ស្គាល់ការកើតការរលត់នៃរូបធម៌និងនាមធម៌ហើយក៏ដឹងថារូបធម៌ជាធាតុមិនដឹងនាមធម៌ជាធាតុដឹងអញ្ចឹងនៅក្នុងខ្លួនខ្ញុំកណាមានតែរូបហើយនឹងនាមខ្ញុំកណាមិនមានទេមានតែរូបហើយនឹងនាមហើយខ្ញុំកណាក៏អស់សេចក្តីប្រកាន់ថាជាខ្លួនខ្ញុំកណាមានអារម្មណ៍ថាស្រាលហើយក៏មិនមានសេចក្តីប្រកាន់ច្រើនដូចពីមុនដែរព្រះអង្គម្ចាស់គ្រូតាំងពីខ្ញុំយល់អស់សេចក្តីប្រកាន់ថាជាខ្លួននោះខ្ញុំកណាមានអារម្មណ៍ថាកាយខ្ញុំកណានោះដូចជាស្រាលហើយសេចក្តីប្រកាន់ដូចពីមុននោះដូចជាស្រាលដែរព្រះអង្គម្ចាស់គ្រូសេចក្តីខឹងក្រោធច្រើនដែលខ្ញុំកណាមានពីមុននោះក៏អន់ថយដែរព្រះអង្គម្ចាស់គ្រូហើយខ្ញុំកណាសូមថ្វាយបង្គំលាព្រះអង្គម្ចាស់គ្រូខ្ញុំកណាពិតជាអរព្រះគុណដល់ព្រះអង្គម្ចាស់គ្រូជាអណែតកណាសូមថ្វាយបង្គំលាព្រះអង្គម្ចាស់គ្រូសួរអំពីកិច្ចបដិបត្តិនេះពីចម្ងាយដោយសេចក្តីអនុគ្រោះផងព្រះអង្គគ្រូលោកម្ចាស់ព្រះអង្គគ្រូកណាបដិបត្តិរាល់ថ្ងៃនេះពេលដែលកណាធ្វើយោនិសោឲ្យរឿយរាល់ដែលពេលកណាសម្រានលក់តែងតែវិបស្សនាហ្នឹងគឺថាបធររៀបចំគឺយើងឃើញវិបស្សនាហ្នឹងរលឹកកើតពេលដែលយើងកំពុងតែសម្រានលក់ព្រះអង្គគ្រូដំបូងកណាក៏មិនចាប់អារម្មណ៍តែពេលបានលើកទី2កណាចាប់អារម្មណ៍ថាឃើញរូបនាមហ្នឹងបែងចែកដាច់ចេញពីគ្នាលោកកណាប្រកាសដឹងថាបធរកំពុងតែរៀបចំនៅវិបស្សនាហ្នឹងព្រះអង្គគ្រូពេលដែលកណាឃើញរូបនាមបែកចេញពីគ្នាចិត្តយើងដឹងថានេះនៅក្នុងវិបស្សនាតែកន្លងមកទៀតនេះគឺឃើញនៅក្នុងដែលយើងកំពុងតែសម្រានវិបស្សនាចូលមកយើងដឹងថាវិបស្សនាកំពុងតែមកទៀតហើយកំពុងតែរៀបចំហើយបានកើតនៅរូបព្រះអង្គគ្រូរូបឃើញតែរូបតែនៅចិត្តដឹងកណាចង់ទូព្រះអង្គគ្រូថាតើនោះជាកម្លាំងវិបស្សនាឬក៏យ៉ាងណាព្រះអង្គគ្រូហើយបើជាកម្លាំងវិបស្សនាតើកណាគួរបដិបត្តិបន្ថែមទៀតតាមរបៀបណាព្រះអង្គគ្រូកណាសូមកម្មាទោសសូមថ្វាយកណាព្រះអង្គគ្រូតែក្នុងចិត្តកណាអត់មានវិជ្ជកិច្ឆាសង្ស័យទេកណាដឹងថានេះជាវិបស្សនាកំពុងតែរៀបចំបដិបត្តិតែម្ដងព្រះអង្គគ្រូអញ្ចឹងដើម្បីញោមផ្ទៀងផ្ទាត់កណាជាច្បាស់ញោមមករៀនជាមួយធាតុ18បងណាបងញោមរៀនជាមួយធាតុ18ទៀតញោមនឹងអស់សង្ស័យអំពីធម៌និមរូបនេះអាស្រ័យគ្នាតាមទ្វាទាំងអស់បងតាមទ្វាទាំង6ទ្វាភ្នែកទ្វាតិចទ្វាច្រមុះទ្វារានដាទ្វាកាយនិងទ្វាចិត្តបងញោមមកមើលធាតុ10ទាំង18នៅក្នុងទ្វា6បងគឺតាមបញ្ញទ្វាបញ្ចទ្វានិងមโนទ្វាបើសិនបើជាញោមជាច្បាស់នៅក្នុងធាតុ2គឺធាតុដឹងនិងធាតុមិនដឹងជាច្បាស់អំពីនាមរូបហើយញោមមករៀនធាតុ18ដើម្បីមើលការអាស្រ័យគ្នារវាងធាតុដឹងនិងធាតុមិនដឹងដើម្បីយើងជាច្បាស់អំពីធាតុដឹងនិងធាតុមិនដឹងវាអាស្រ័យគ្នាមានសភាពបែបណាញោមត្រូវមករៀនពិនិត្យមើលធាតុទាំង18បងណាបងវិបស្សនាក៏មានសមាធិដែរគេហៅថាវិបស្សនាសមាធិ
còn tế vipassana samadhi mình mến chỉ upachara samadhi mình mến chỉ appana samadhi tế vipassana ní miên vipassana samadhi bởi dưỡng ọt miên samadhi đấy mình ai một chắc nâng rút và thó nâng niêm mà thó bàn tế đòi lệ khả năng để chi thiết mình đấng nâng thiết đấng cả na ọt miên vipassana samadhi tế mình ai một chấp nâng ca lá rồi bóp và cháy nâng ca rồi luật tư nâng ca rồi luật nơi và cháy cứ ọt bàn tế sức từ miên samadhi tầng o vô lên chứ còn tế samadhi thna bị samatha chi samadhi miên upachara samadhi nâng appana samadhi rồi đọc thòm chiến nâng tú tí dế triển đấy chúng buộc samadhi đó bóp vipassana cứ chia vipassana samadhi bạn đó khá nị các samadhi còn tế khá nị các samadhi bởi sân chỉ ca hai ca tiết ca hai ca tiết ca hai ca tiết chắc vì ngọt được không aram nâng đẹp ngọt đôi cái này khá nị các chan tới ngọt đẹp biết ngọt biết to cái này vì ọt miền ấy châu một chữ nhé là bốn những cái hai tháng vipassana samadhi trong phố vipassana ní ao tờ các đời bích bảo quát chia samadhi thế phong chia cổ so là phong hơi chia samadhi và đế và tìa phong và bích tới nơi nông chạy tội phù mì cả thỏ dối mà rối phía rồi ô rồi bỏ bỏ để xâm đánh ở dưới pro để bạn đi cứត្រូវឃើញដោយញៀនហើយនឹងបញ្ញាខណៈរបស់រូបធម៌ដែលជាធាតុមិនដឹងនិងលក្ខណៈរបស់នាមធម៌ដែលជាធាតុដឹងអញ្ចឹងខណៈនឹងវាមានតែធាតុដឹងនិងធាតុមិនដឹងវាមានតែរូបធម៌និងនាមធម៌មានសត្វបុគ្គលដែរមានយើងដែរខណៈនឹងមានសកាយតិទេដែរគឺអត់មានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បាន គ្រូសូមជូនពរឲ្យញោមសប្បុរសទាំងអស់គ្នាទាំងប្រុសទាំងស្រីពុទ្ធបរិស័ទអ្នកមានសេចក្តីចេតនាប្រាថ្នាមានដំណើរចិញ្ចាក់ទុកអំពីវត្តដាក់តាមផ្លូវកាយានុបស្សនាសតិប្បដ្ឋាននេះសូមឲ្យញាតិញោមបានឃើញច្បាស់នៅការកាត់លុតរបស់សង្ខារដែលអាចឆ្លងផុតបាយភូមិបានហើយបានឃើញច្បាស់នៅព្រះនិព្វានក្នុងការខាងមុខនៅក្នុងចិត្តនេះយ៉ាងប្រកបពុទ្ធសាធុ